ភ្លើងដឹកអង្គក្រឡាច់ផ្លូវក្រឡាប់ផ្ងាជើងចាក់អង្គចោលអស់4ទូនិង2ទូត្រេតរថភ្លើងដឹកអង្គមួយខ្សែបានក្រឡាច់ផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងចាក់អង្គចោលអស់4ទូនិង2ទូត្រេតនៅវេលាម៉ោង 15:00 នាទីថ្ងៃទី31 ខែមិនិនាឆ្នាំ 2025 នៅចំណុចភូមិអូតាគីឃុំអូតាគីស្រុកថ្មគោលខេត្តបាត់ដំបងប្រពន្ធពីពលរដ្ឋនៅកន្លែងកើតហេតុបានដឹងថារថភ្លើងខាងលើបានដឹកអង្គជាច្រើនទូចេញពីទឹកដីឃុំបឹងព្រីងស្រុកថ្មគោលចូលមកខាងក្រុងបាត់ដំបងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកាត់ហេតុក៏បានក្រឡាប់ផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងចាក់អង្គចោលអស់ចំនួន4ទូកុងតេន័រនិង2ទូដួលត្រេតលើគ្នាក្រោយពេលកាត់ហេតុក្រុមការងាររបស់ក្រុមហ៊ុនជាច្រើនអ្នកបានចុះមកប្រមូលច្រកអង្គដាក់ការុងជញ្ជូនចេញដើម្បីស្ទូចរថភ្លើងយកទៅធ្វើការជួសជុលទាំងរថភ្លើងនិងផ្លូវថ្នល់ផងដែរ